ស្ពានវិញគួរឲ្យខ្លាចដល់ថ្នាក់ធ្វើនៅដំណើរបាត់បង់ស្មារតីវង្វេងទិសដៅដោយត្រូវមុនអាគមបិសាចនេះគឺជាស្ពានដែលគួរខ្លាចបំផុតនៅអាមេរិកព្រោះនៅពេលដែលបាក់ដល់ពាក់រ៉ាផ្លូវមនុស្សម្នានឹងមកវិញបំពាន់រហូតមិនដឹងថាខ្លួននឹងត្រូវបើកទៅទិសណានោះទេស្ពាននៅសារ៉ាមួយនេះគឺជាស្ពានមួយដែលមានប្រវែងវែងអន្លាយនិងស្កាត់ជំងឺរហូតដល់ថ្នាក់នៅពេលដែលអ្នកជិះនៅលើវាអ្នកនឹងមានអារម្មណ៍ថាកណ្ដោកណ្ដែងបាត់បង់ទិសដៅនិងហាក់មានអារម្មណ៍ថាវង្វេងគួរឲ្យខ្លាចព្រោះស្ពានដ៏វែងមួយនេះគ្មានភ្នំនៅក្បែរគ្មានសមុទ្រមានតែផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលកន្ទុយភ្នែកស្ពានមួយនេះគឺមានប្រវែងប្រហែល38គីឡូម៉ែត្រដែលលាតសន្ធឹងលើផ្ទៃសមុទ្រដ៏រាបស្មើនិងដ៏សែនសព្វស្ងាត់អស់រយៈពេលជាច្រើនឆ្នាំវាធ្លាប់ជាស្ពានឆ្លងកាត់ទឹកដែលវិញគេបំផុតនៅលើពិភពលោកហើយសូម្បីតែនៅពេលនេះវាក៏នៅតែជាស្ពានឆ្លងកាត់សមុទ្រដ៏គួរឲ្យព្រឺព្រួយបំផុតផងដែរហើយនេះមិនមែនជារឿងដែលគួរខ្លាចពិតប្រាកដនោះទេព្រោះរឿងដែលគួរកាន់ខ្លាចបំផុតនោះគឺថានៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ស្ពាននេះនោះប្រព័ន្ធ GPS គឺនឹងជួបដំណើរការភ្លាមៗចំណែកមនុស្សយើងវិញនឹងបាត់បង់សញ្ញាណនៃទិសដៅហើយអាការៈពិសាស្លោនឹងកើតឡើងជាទូទៅសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ស្ពានមួយនេះហើយអ្នកបើកបរខ្លះគឺបានបដិសេធគឺមិនឆ្លងកាត់ស្ពាននេះនោះឡើយបើសិនជាគ្មានអ្នកអមដំណើរនោះទេរីឯអ្នកខ្លះទៀតបានអាប់ដំឈប់ព្រោះតែមានអារម្មណ៍ថាភ័យខ្លាចរត់ដល់ធ្វើមិនត្រូវដោយគិតថាខ្លួនមិនអាចទៅដល់ដីគុកវិញបាននោះឡើយរីឯអ្នកខ្លះទៀតគឺហ៊ានដល់ថ្នាក់បិទភ្នែកហើយទុកឲ្យអ្នកធ្វើដំណើរជាមួយនោះជាអ្នកកាច់ចង្កូតជំនួសវិញឡានល្បាតប៉ូលីសគឺតែងតែបើកចុះឡានជាប្រចាំដើម្បីជួយអ្នកធ្វើដំណើរដែលមិនអាចបើកបរទៅមុខបន្តទៀតបានសម្រាប់វិស្វករស្ពាននេះគឺជាស្នាដៃឯកដ៏អស្ចារ្យបំផុតមួយប៉ុន្តែសម្រាប់អ្នកធ្វើដំណើរវិញស្ពាននេះគឺជាការសាកល្បងផ្លូវចិត្តដ៏ធ្ងន់ធ្ងរហើយស្ពានដែលខ្ញុំកំពុងនិយាយនេះគឺមានឈ្មោះថា Lake Pontchartrain Causeway ដែលជាប់រហស្សនាមថាជាស្ពានឆក់យកស្មារតីរបស់មនុស្សហើយនរណាខ្លះចិត្តធំចង់សាកល្បងជិះលើស្ពាននេះដែរទេអាចខមមិនខាងក្រោមបាន